សួស្តីប្អូនទាំងអស់គ្នាថ្ងៃនេះបងនឹងនាំប្អូនទៅតាមដានរឿងរ៉ាវដ៏អស្ចារ្យរបស់បុរសម្នាក់ដែលបានកាន់ជាប់នូវសេចក្តីសន្យាមួយដែលមើលទៅហាក់ដូចជាមិនអាចទៅរួចទាល់តែសោះនៅចន្លោះនៃសេចក្តីជំនឿនិងការសង្ស័យនោះគឺដំណើរជីវិតរបស់គេលោកអាប់រ៉ាហាំខឹនឹងឯងតោះរឿងគ្រប់យ៉ាងវាចាប់ផ្ដើមចេញពីពាក្យមួយម៉ាត់ប៉ុណ្ណោះវាគឺជាបញ្ជាដ៏ធំធេងបំផុតដែលព្រះជាម្ចាស់បានប្រាប់ទៅកាន់បុរសម្នាក់ឈ្មោះអាប់រ៉ាហាំដែលធ្វើឲ្យជីវិតគាត់ផ្លាស់ប្ដូរទាំងស្រុងតែម្ដងប៉ុន្តែបញ្ជានេះមិនមែនគ្រាន់តែជាការប្រាប់ឲ្យគេរើផ្ទះចេញធម្មតានោះទេព្រោះតាំងពីដំបូងមកវាមានសេចក្តីសន្យាដ៏មហិមាមួយដែលមកជាមួយដែលធ្វើឲ្យយើងគិតថាអាយ៉ាតើអាចទៅរួចដែរឬទេព្រះជាម្ចាស់បានសន្យាជាមួយគាត់ថានឹងឲ្យទឹកដីថ្មីមួយដែលហៅថាស្រុកកាណាននឹងធ្វើឲ្យគាត់ក្លាយជាសាសដ៏ធំមួយនឹងធ្វើឲ្យឈ្មោះរបស់គាត់ល្បីល្បាញហើយគ្រប់សាសទាំងអស់នៅលើផែនដីនឹងរងចាំទទួលពរតាមរយៈគាត់ទៀតផងប្អូនដឹងទេសេចក្តីសន្យានេះវាធំពេករហូតដល់យើងប្រហែលជាពិបាកនឹងស្រមៃបន្តិចហេតុនេះហើយបានជាព្រះជាម្ចាស់នាំលោកអាប់រ៉ាហាំចេញមកក្រៅរួចឲ្យគាត់មើលទៅលើមេឃនៅពេលយប់ហើយមានព្រះបន្ទូលថាចូលរាប់ផ្កាយទាំងនោះមើលបើអញរាប់បានពូជពងរបស់ឯងនឹងមានច្រើនដូចជាផ្កាយទាំងនោះដែរក្បាលពិតជាអស្ចារ្យមែនទែនប៉ុន្តែការពិតវាមិនដូចការស្រមៃទេផ្ទុយស្រឡះតែម្ដងទោះបីជាមានសេចក្តីសន្យាដ៏អស្ចារ្យបែបនេះក៏ដោយប៉ុន្តែការពិតនៅចំពោះមុខគឺខុសគ្នាដាច់ចំណុចទាស់ទែងនៃរឿងនេះគឺចាប់ផ្ដើមត្រង់នេះឯងបញ្ហាធំបំផុតនោះគឺលោកអាប់រ៉ាហាំនិងភរិយារបស់គាត់គឺលោកស្រីសារ៉ាយមានអាយុច្រើនណាស់ទៅហើយតែពួកគេគ្មានកូនសោះបន្ទាប់ពីទទួលបានសេចក្តីសន្យានោះអស់រយៈពេលជាច្រើនឆ្នាំមកក៏នៅតែគ្មានអីដែរពេលនោះហើយដែលលោកអាប់រ៉ាហាំបានបង្ហាញចិត្តស្មោះត្រង់របស់គាត់ចេញមកថាព្រះអម្ចាស់ឲ្យតើទ្រង់នឹងប្រទានអ្វីដល់ទូបង្គំបើទូបង្គំគ្មានកូនសោះបែបនេះគាត់បានត្អូញត្អែបែបនេះឯងមានន័យថាគាត់មិនទាន់បានមើលឃើញសេចក្តីសន្យាដ៏ធំរបស់ព្រះទេប៉ុន្តែគាត់កំពុងតែជាប់គាំងនឹងការពិតនៅចំពោះមុខដែលថាគាត់ចាស់ហើយគ្មានកូនចុងក្រោយដោយសារការរងចាំយូរពេកមិនអាចអត់ធ្មត់បានលោកអាប់រ៉ាហាំនិងលោកស្រីសារ៉ាយក៏ចាប់ផ្ដើមរកវិធីផ្ទាល់ខ្លួនគឺជំនួសឲ្យការរងចាំពេលវេលារបស់ព្រះពួកគេបែរជារៀបចំផែនការតាមបែបមនុស្សវិញលោកស្រីសារ៉ាយបានស្នើឡើងថាព្រះជាម្ចាស់ប្រហែលជាមិនឲ្យខ្ញុំមានកូនទេមើលទៅចុះបើលោកទៅដេកជាមួយនាងហាកាជាស្រីបម្រើរបស់ខ្ញុំទៅប្រហែលជាយើងអាចបន្តពូជពង្សតាមរយៈនាងក៏ថាបានតាមពិតទៅនៅក្នុងសម័យនោះវិធីនេះគឺជាអ្វីដែលគេអាចធ្វើបានប៉ុន្តែបើនិយាយពីសេចក្តីសន្យារបស់ព្រះវិញវាគឺជាគំនិតតាមបែបមនុស្សសុទ្ធសាធដែលនៅឆ្ងាយពីបំណងព្រះហឫទ័យរបស់ព្រះណាស់ហើយតាមរយៈផែនការនេះកូនប្រុសម្នាក់ក៏បានកើតមកឈ្មោះថាអ៊ីស្ម៉ាអែលអ្វីដែលសំខាន់នៅត្រង់នេះគឺអ៊ីស្ម៉ាអែលមិនមែនកើតមកតាមសេចក្តីសន្យារបស់ព្រះទេប៉ុន្តែគឺជាកលិតផលនៃផែនការរបស់មនុស្សពាក្យដ៏សំខាន់គឺតាមីមឆេមមពេលវេលាកន្លងផុតទៅទីបំផុតព្រះជាម្ចាស់ក៏បានយាងមកអន្តរាគមន៍ម្ដងទៀតដើម្បីបង្វែរផែនការដែលខុសឆ្គងនេះឲ្យត្រឡប់មករកផ្លូវនៃសេចក្តីសន្យាដើមវិញការចាប់ផ្ដើមនោះគឺតាមរយៈបញ្ជាដ៏សំខាន់មួយព្រះជាម្ចាស់បានលេចមកឯលោកអាប់រ៉ាហាំហើយមានព្រះបន្ទូលថាយើងជាព្រះដ៏មានព្រះចេស្តាបំផុតចូលឯងដើរនៅចំពោះមុខយើងហើយឲ្យបានគ្រប់លក្ខចុះពាក្យថាក៏គ្រប់លក្ខនេះក្នុងភាសាហេប្រឺគឺតាមីមឆេមមវាមានន័យថាកុំយកវិធីសាស្ត្រឬគំនិតរបស់ឯងមកលាយឡំទៀតអីគឺត្រូវជឿតាមតែពាក្យរបស់យើងហើយដើរតាមយើងតែមួយគត់ពាក្យតាមីមនេះសំខាន់ណាស់ដើមឡើយគេប្រើពាក្យនេះសម្រាប់សត្វដែលត្រូវយកទៅថ្វាយព្រះដែលត្រូវតែជាសត្វឥតខ្ចោះគ្មានស្លាកស្នាមសូម្បីតែបន្តិចដូច្នេះមានន័យថាជីវិតរបស់លោកអាប់រ៉ាហាំត្រូវតែដូចជាដង្វាយដ៏បរិសុទ្ធនៅចំពោះព្រះគឺត្រូវរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងស្រុងបន្ទាប់មកព្រះជាម្ចាស់ក៏បានបញ្ជាក់ពីសេចក្តីសន្យាឲ្យកាន់តែច្បាស់ជាងមុនដំបូងព្រះអង្គបដូរឈ្មោះឲ្យគាត់ពីអារ៉ាមទៅជាអាប់រ៉ាហាំមានន័យថាឪពុកនៃសាសជាច្រើនបដូរឈ្មោះភរិយាគាត់ពីសារ៉ាយទៅជាសារ៉ាមានន័យថាម្ដាយនៃសាសជាច្រើនហើយព្រះអង្គបានសន្យាយ៉ាងច្បាស់តែម្ដងថាលោកសារ៉ាភរិយារបស់ឯងនឹងបង្កើតកូនប្រុសឲ្យឯងចុះប្អូនដឹងទេថាពេលលើបែបនេះតើលោកអាប់រ៉ាហាំមានប្រតិកម្មយ៉ាងណាគាត់បានក្រាបចុះហើយគឺលួចសើចក្នុងចិត្តគាត់គិតថាអាយ៉ាខ្ញុំអាយុ100ឆ្នាំទៅហើយចំណែកសារ៉ាអាយុ90ឆ្នាំតើអាចមានកូនកើតទៅរួចនេះមិនមែនជាសេចក្តីជំនឿទេប៉ុន្តែវាគឺជាការគិតលេខតាមបែបមនុស្សដែលវាលោតចេញមកមុនព្រោះវាហាក់ដូចជាមិនសមហេតុផលពេកប៉ុន្តែព្រះជាម្ចាស់មិនបានទុកឲ្យការសើចឬការសង្ស័យរបស់លោកអាប់រ៉ាហាំនៅបែបនោះឡើយព្រះអង្គមានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ថាដើមមិនមែនទេសារ៉ាភរិយារបស់ឯងនឹងបង្កើតកូនប្រុសពិតមែនហើយឯងត្រូវដាក់ឈ្មោះកូននោះថាអ៊ីសាក់ព្រះអង្គសំបីតែឈ្មោះក៏ដាក់ឲ្យស្រេចបាច់ដែរហើយព្រះអង្គបានបញ្ជាក់យ៉ាងច្បាស់ថាយើងនឹងតាំងសេចក្តីសន្យារបស់យើងជាមួយអ៊ីសាក់នោះឯងតើអ៊ីស្ម៉ាអែលនិងអ៊ីសាក់ខុសគ្នាយ៉ាងណាឥឡូវនេះយើងមកដល់ចំណុចសំខាន់បំផុតនៃរឿងនេះហើយតើហេតុអ្វីបានជាកូនប្រុសទាំងពីរនាក់នេះសំខាន់ម្ល៉េះ
ភាពខុសគ្នារវាងពួកគេគឺជាបេះដូងនៃសារដែលរឿងនេះចង់ប្រាប់យើងអ៊ីស្ម៉ាអែលគឺជាអ្នកដែលកើតមកតាមក៏សាច់ឈាមក៏មានន័យថាជាលទ្ធផលនៃផែនការនិងការខិតខំប្រឹងប្រែងរបស់មនុស្សអ៊ីសាកគឺជាអ្នកដែលកើតមកតាមក៏សេចក្តីសន្យានេះគឺជាកូននៃអភូតហេតុដែលកើតមកតាមរយៈផែនការនិងចេស្តារបស់ព្រះតែមួយគត់ដែលមនុស្សមិនអាចធ្វើទៅរួចឡើយមេរៀនដែលរឿងនេះផ្ដល់ឲ្យយើងគឺច្បាស់ណាស់ផ្លូវដែលនឹងទទួលបានមរតករបស់ព្រះមិនមែនតាមរយៈវិធីរបស់មនុស្សទេប៉ុន្តែគឺតាមរយៈការជឿនិងដើរតាមព្រះបន្ទូលរបស់ព្រះតែប៉ុណ្ណោះទីបំផុតព្រះជាម្ចាស់គឺជាព្រះដ៏ស្មោះត្រង់ដែលនឹងធ្វើឲ្យព្រះបន្ទូលរបស់ព្រះអង្គសម្រេចតាមវិធីរបស់ព្រះអង្គនិងតាមពេលវេលារបស់ព្រះអង្គជានិច្ចហើយរឿងនេះមិនទាន់ចប់ត្រឹមនឹងទេតាមរយៈអ៊ីសាកដែលជាកូននៃសេចក្តីសន្យានិងតាមរយៈសេចក្តីជំនឿរបស់លោកអាប់រ៉ាហាំដែលក្រោយមកហ៊ានទាំងថ្វាយអ៊ីសាកជាដង្វាយទៀតផងនោះផ្លូវនៃសេចក្តីសន្យាដ៏អស្ចារ្យបំផុតដែលថាគ្រប់សាសនឹងបានពោលតាមរយៈឯងក៏ត្រូវបានសម្រេចឡើងដំណើរដ៏វែងឆ្ងាយរបស់លោកអាប់រ៉ាហាំបានបង្ហាញយើងថាជីវិតរបស់យើងម្នាក់ក៏ជាគោលដំណើរនៃសេចក្តីជំនឿដូចគ្នាដែរដូច្នេះរឿងនេះកំពុងតែសួរយើងម្នាក់នៅសំណួរដ៏សំខាន់មួយនៅថ្ងៃនេះថាតើបច្ចុប្បន្ននេះជីវិតរបស់ប្អូនកំពុងដើរតាមអ្វីដែរតើតាមផែនការរបស់មនុស្សដែលប្អូនរៀបចំដោយខ្លួនឯងឬមួយក៏ប្អូនកំពុងតោងជាប់នៅសេចក្តីសន្យារបស់ព្រះទោះបីជាមើលមិនឃើញនឹងភ្នែកក៏ដោយបងសង្ឃឹមថាប្អូននឹងយកសំណួរនេះទៅគិតពិចារណាឲ្យបានស៊ីជម្រៅម្នាក់ណា